បន្ទាយដែកបាទមកពីបន្ទាយដែកដែលស្ថិតនៅខ្សែទឹកក្នុងខ្សែទឹកក្រៅផ្គរលន់យ៉ាងម៉េចហើយផ្គរលន់បាទលន់តែផ្គរបានហើយកុំអានភ្លៀងអីកុំអានអោព្រះភិរុនអីដៃជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យសេរីបន្ទាយដែកនេះការបញ្ជើងទី1នៅខ្សែទឹកខាងក្រៅគឺទទួលបានជ័យជំនះណាខាងបន្ទាយដែកគិនស្វាយឥឡូវបដូរខ្សែទឹកផ្គរលន់នេះទឹកខាងក្រៅវិញឥឡូវយើងឃើញថាការអ៊ំប៉ណាំងនេះបាទឥឡូវកំពុងតែមកបែបបោះពួយមកយ៉ាងលឿនបាទឥឡូវយ៉ាងម៉េចបាទខ្សែទឹកខាងក្រៅនៅណាទៅលាក់ខ្យល់បន្តិចបន្តិចអូណោះប្រហែលគ្នាចែកខ្លាំងណាលោកគ្រូឃើញចែកដាច់ពីគ្នាល្អណាដាច់បាទខ្សែទឹកក្រៅគឺដាច់ល្អណាគាត់ខ្លាចខុសបច្ចេកទេសខ្លាចគេបាទអាណូឡេនោះបាទឥឡូវយើងរងចាំមើលដែរផ្គូលន់បដូរខ្សែទឹកតើផ្គូលន់អាចបដូរលទ្ធផលបានអត់បាទមេឃឯអញ្ចឹងផ្គូចិត្តលន់ហើយបាទចិត្តលន់ហើយតែលើអាកាសឯនោះទេតែបើលឿនទូផ្គូលន់ដឹងមិនទេណាដឹងមិនទេបាទបាទឥឡូវដៃជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យឡើយទេបាទប្រហែលគ្នាជាមួយផ្គូលន់បាទឥឡូវយើងមើលនៅក្នុងការផ្សាយរបស់យើងនៅ monitor នៅខាងមុខនេះវិញបាទគឺចែកគ្នាដាច់ណាស់ខ្សែទឹកអត់ច្រឡុកច្រឡំគ្នាទេបាទអត់បំពេញគ្នាទេបាទឥឡូវលបឿនដកឲ្យនេះខាងក្នុងដកឲ្យនេះខាងប្រទាយដែកបាទដែលជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យសេរីប្រទាយដែកមកដកនៅនេះដកនៅនេះឈ្នះជើងទី1អូយល្អណាស់មើលឯកសន្តានដូចគ្នាតែលបឿនអូយលឿនណាស់បាទដូចខ្ញុំជម្រាបចឹងតែចិត្តដល់ខ្សែព្រាត់ហ្នឹងគឺគាត់ពួយបាទបទូដៃទេឥឡូវទទួលបានជ័យជំនះហើយណាគឺដែលជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យបាទសេរីប្រទាយដែកទទួលបានជ័យជំនះទាំង2ជើងតែម្ដងទៅលើផ្គូលន់